មកទៀតណាព្រោះតែស្រាធ្វើឲ្យគ្រួសារពិបាកធ្វើឲ្យកូនស្រីពុកពិបាកពុកមិនមែនជាមនុស្សទេពេលនេះពុកសុំហឹកថ្ងៃនេះពុកហឹកក៏ភ្លេចឈ្មោះស្រាចេញពីបេះដូងរបស់ពុកញ៉ាំទឹកទៅណែលីគ្រាន់តែមកដល់ប្រទេសមិនទាន់បានផ្លាស់សម្លៀកបំពាក់ផងស្រាប់តែលីឯងនឹងអត់ទេមកដល់ល្មមណែចុះក្រែងឯងថាថ្ងៃហ្នឹងមកដល់ឯងតាមពិតទៅខ្ញុំមិនចង់រំខានលោកឯងទេតែល្ងាចនេះម៉ោង5កន្លះខ្ញុំនឹងឡើងយន្តហោះត្រឡប់ទៅអាមេរិកវិញដូច្នេះខ្ញុំចង់បបួលឯងញ៉ាំបាយជុំគ្នាម្ដងទើបមកសោះហើយប្រញាប់ទៅណាហើយចុះលើកនឹងមកប្រហែលថ្ងៃដែរអូឆាប់ទេព្រោះខ្ញុំប្រញាប់ឲ្យគេរៀបចំបែបបត់រត់ការសម្រាប់ក្រុមហ៊ុនផងអាយ៉ាណែវិនិយោគនៅស្រុកគេមិនអស់ចិត្តទេឥឡូវចង់មកវិនិយោគនៅស្រុកខ្មែរទៀតនឹងប្រហែលជាចង់ធ្វើសេដ្ឋីឆាប់ៗនេះហើយនេះណែចុះឯងត្រឡប់មកផ្ទះលើកនេះយូរទេវ៉ៃអូខ្ញុំមកលេងតែមកផ្លែទេគឺប្រញាប់ទៅវិញឥឡូវនេះឯងអូយអាឡូបងតាបងណៃណាបងឆាប់ត្រឡប់មកផ្ទះវិញឲ្យលឿនព្រោះប្តីបងឯងត្រឡប់មកផ្ទះវិញហើយថាម៉េចឥឡូវគាត់នៅណាគាត់ចេញទៅក្រៅជាមួយមិត្តភក្តិគាត់ហើយកុំនៅយូរពេកណាឆាប់មកអូខេបងទៅដល់ឥឡូវហើយបងអូនអត់មានពេលនៅជាមួយបងយូរទេព្រោះប្តីអូនមកហើយបញ្ញាប់ទៅណាឲ្យគាត់ចាំសិនទៅយើងបង្ហាញការងាររបស់យើងសិនបងប៉ែនបងកុំគិតច្រើនបងត្រូវតែហ៊ាននិយាយត្រូវតែក្លាហានដើម្បីឲ្យអនាគតយើងរីកថ្កុំថ្កើងបងត្រូវតែទាមទារឲ្យម្ដាយបងបែងចែកទ្រព្យសម្បត្តិឲ្យពួកយើងកាន់កាប់ខ្លះអូនការជាមួយបងយូរហើយបងនៅចាំអីទៀតបើបងនៅតែធ្វើបែបហ្នឹងតទៅមុខទៀតអូនខ្លាចម៉ាក់បងថ្ងៃណាមួយមានគ្រោះថ្នាក់ដល់ចៃដន្យទៅតើទ្រព្យសម្បត្តិគាត់ទាំងអស់ធ្លាក់ចុះក្នុងដៃអ្នកណាបងគិតតែមើលម្យ៉ាងទៀតពេលដែលពួកយើងទាំងពីរអ្នកមានកូនបើយើងគ្មានទ្រព្យសម្បត្តិសម្រាប់ចែកគេទេតើពួកយើងសមជាឪពុកម្ដាយគេទេបើយើងមិនគិតគូរយឺតតែបន្តិចប្រកាសជាបងថ្លៃបងជាអ្នកប្រមូលទាំងអស់នាងនេះប្រកែនណាព្រោះខ្ញុំមកឃើញគាត់សុំចិញ្ចៀនម៉ាក់បានទាំងវងចំណែកខ្ញុំវិញគ្មានអ្វីទាំងអស់បងកុំដកដង្ហើមធំអីតែបងត្រូវតែគិតដែរអូននឹងសម្រួលអារម្មណ៍បងឲ្យបានភ្លឺថ្លាកុំឲ្យតានតឹងខ្លាំងពេកធីតាបងធ្វើតាមអូនទាំងអស់ដើម្បីអនាគតកុំថ្កើងសុំតើលោកចាក់ខ្ញុំមានសំណុំរឿងចង់ប្តឹងសូមឲ្យលោកជួយមិនអីទេពេលចំការងារខ្ញុំនឹងពិនិត្យមើលម្ដងទៀតណា
សុំទោសលោកចាក់តែលោកមានជំងឺអីបានជាលោកលាបថ្នាំជារៀងរាល់ថ្ងៃអញ្ចឹង ខ្ញុំគ្មានជំងឺអីទេធ្វើការក្នុងម៉ាស៊ីនត្រជាក់ខ្លាចផ្ដាសាយទើបលេបថ្នាំការពារទៅ អូអាឡូជម្រាបសួរ អាឡូអ្នកនាងធីតាប្រពន្ធលោកដុកទ័រមែនទេ ចាគឺខ្ញុំនឹងហើយ ប្តីរបស់អ្នកនាងមិញហ្នឹងមិនដឹងជាមូលហេតុស្អីទេចាក់ថ្នាំធ្វើឲ្យអ្នកជំងឺប្រកាច់បាត់ស្មារតីឥឡូវគាត់កំពុងតែត្រូវគេឃុំនៅប៉ុស្តិ៍ប៉ូលីសសូមអ្នកនាងអញ្ជើញទៅជាបន្ទាន់ផង ថាម៉េចអ្នកម៉ា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  មានរឿងអីទីតាមានរឿងអីកូនមានរឿងអី អ្នកម៉ាជួយគាត់ផង មានរឿងអី បងពេទ្យសម្លាប់មនុស្សអ្នកម៉ា ហេតុអីបានជាគាត់សម្លាប់មនុស្សកូនពេទ្យ អ្នកម៉ា ម៉ា លោកស្រី ម៉ាលោកស្រីលោកស្រីម៉ាលោកស្រីម៉ាអ្នកលោកខាត់លឿន ទូរស័ព្ទដាក់ចាក់ម៉ាឲ្យលឿនឡើងឲ្យលឿន លោកស្រី ម៉ា លោកស្រីម៉ាលឿនឡើងម៉ា អាឡូ អាឡូបន្ទប់212តែការទៅប្រហែលអ្នកដែរ ទៅវិញលោកអីលោកភ្លេចចុចក្បាល ម៉ាដាក់ខ្លា ម៉ាដឹងលឿនឡើងម៉ាម៉ាចា បងតាម៉ាក់គាត់ចាំមិនហើយ ម៉ាអង្គពេទ្យកំពុងរើចុះបន្ទប់សង្គ្រោះបន្ទាន់ចាក់កំភៃអីម៉ា ហេតុអីក៏រឿងទៅជាអញ្ចឹងទៅវិញ ហើយមកពីពេទ្យប្តីអូនហ្នឹងណាបានជាម៉ាក់ដួលស្លាប់នោះមិនដឹងជាចាក់ថ្នាំយ៉ាងម៉េចធ្វើគេស្លាប់ឥឡូវកំពុងតែនៅក្នុងមន្ទីរឃុំឃាំងប៉ុស្តិ៍ប៉ូលីសណោះ បងថ្លៃ កុំអានសួរបងអីបងកំពុងភ័យឥឡូវឯងនឹងបងថ្លៃនៅទីនេះហើយបងទៅមើលបងពេទ្យមកផ្លែតបានដំណឹងពីម៉ាក់យ៉ាងម៉េចជួយប្រាប់បងផងណា បាទអូនជួយបងផងបងគ្មានចេតនាសម្លាប់មនុស្សទេអូនត្រូវជួយបងពិតជាគ្មានចេតនាសម្លាប់មនុស្សមែនណាម៉ាក់អាណាម៉ាក់បងអូនម៉ាក់បងគាត់ណែណាមិនក៏មិនឃើញគាត់មកម៉ាក់ជួយកូនផងម៉ាក់ បងស្រីហៅគាត់ទៅបងស្រីទៅបងស្រីហៅឲ្យទាត់ទៅស្លាប់ខ្លួនបងឯងទៀតក៏គ្មានអ្នកណាម្នាក់គេជួយបងឯងដែរពេលនេះគាត់នៅក្នុងមន្ទីរពេទ្យនោះ ហាម៉ាក់នៅពេទ្យ កំពុងតែសង្គ្រោះបន្ទាន់នេះក៏ដោយសារតែបងឯងគាត់មានសង្ឃឹមតិចណាស់ប្រហែលជាមិនរស់ផងនេះហើយលទ្ធផលដែលបងមិនស្ដាប់ខ្ញុំថាហើយជីវិតមនុស្សយើងនេះមើលមិនឃើញទេឥឡូវគឺវាអញ្ចឹងអ្វីគ្រប់យ៉ាងហួសពេលអស់គឺដោយសារតែបងឯងខ្ញុំអស់ជំនឿទុកចិត្តទៅលើបងឯងអស់រលីងខ្ញុំស្ដាយណាស់ដែលរៀបការជាមួយបងផ្ញើវាសនាទៅលើបងព្រោះឃើញបងមានតែទីបំផុតស្អីក៏គ្មានដែរហើយត្រូវបរាជ័យទាំងអស់ទីបញ្ចប់បានត្រឹមតែឃើញប្តីជាប់គុកតែប៉ុណ្ណោះសុំទោសណាខ្ញុំមិនចង់មានឈ្មោះជាស្រីដែលប្តីជាប់គុកនោះទេ អូននិយាយបែបនេះចង់បោះបង់ចោលហ៎មែនទេអូនឆ្លើយមក បងនេះគិតមើលខ្លួនឯងខ្លះទៅ ធីតាកុំចោលបងអីមកជួយបងមកធីតាអូនធីតា